អូខេសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការធ្វើផ្លាស់ boot អញ្ចឹងអ្វីដែលអ្នកនរគ្នាត្រូវមានគឺ file ISO របស់ Windows ដែលយើងនឹងត្រូវធ្វើការតម្លើងដាក់ចូលក្នុង Flash អញ្ចឹង file នេះអ្នកនរគ្នាអាចទៅ download នៅ website របស់ Microsoft ដែលនៅក្នុង YouTube របស់ខ្ញុំក៏មានបង្ហាញដែរទាក់ទងជាមួយនឹងរបៀបនៃការ download file Windows 11អញ្ចឹងអ្នកនរគ្នាអាចចូលទៅមើលហើយ download file មួយនេះសិនណាហើយទី2អ្នកនរគ្នាត្រូវមានកម្មវិធីមួយឈ្មោះថា Rufus ដែលជាកម្មវិធីសម្រាប់យកមកធ្វើ Flash boot បាទហើយទី3គឺអ្នកនរគ្នាត្រូវមាន Flash ដែលមានទំហំចាប់ពី 8GB ឡើងទៅបាទអញ្ចឹងខ្ញុំបង្ហាញទាក់ទងជាមួយនឹងការ download កម្មវិធីមួយនេះសិនចាំកម្មវិធីមួយនេះអត់មានអីពិបាកទេអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ Google ហើយអ្នកនរគ្នាវាយពាក្យថា Rufus បាទ Rufus នេះមកបាទបន្ទាប់មកអ្នកនរគ្នាចុច link នៅខាងលើមួយនេះបាទបន្ទាប់មកទៀតវានឹងបង្ហាញផ្ទាំងបែបនេះអ្នកនរគ្នា scroll វាមកខាងក្រោមរហូតដល់ឃើញ file ដែលយើងអាច download បានអញ្ចឹងទាំងអស់វាមាន file 5អញ្ចឹងអ្នកនរគ្នាអាចចុច download file ទី2នេះគឺ portable សម្រាប់ Windows 64 bit អញ្ចឹងដោយសារកម្មវិធីនេះខ្ញុំមានហើយអញ្ចឹងខ្ញុំមិនចាំបាច់ធ្វើការ download ម្ដងទៀតទេអូខេបន្ទាប់មកអ្នកនរគ្នាទៅឡើងកម្មវិធីនេះមកអញ្ចឹងដើម្បីទៅឡើងអ្នកនរគ្នាចុច2ដងចំនៅលើកម្មវិធីមួយនេះឬក៏អ្នកនរគ្នាចុចមកខាងស្ដាំយកពាក្យថា run as administrator តែមួយយកពាក្យថា yes បាទមកត្រង់ចំណុចនេះគឺវាបញ្ជាក់យើងថា do you want to allow Rufus to check for application update online នៅត្រង់ចំណុចនេះមានន័យថាបើយើងយក yes មានន័យថាបើសិនបើវាមានការ update ផ្សេងៗវានឹងផ្ដល់ notification ឲ្យយើងតែម្ដងបើយើងយក no មានន័យថានៅពេល update តើយើងចូលទៅ check មើលខ្លួនឯងអញ្ចឹងខ្ញុំយក yes មកបាទបន្តមកទៀតអ្វីដែលអ្នកនរគ្នាត្រូវធ្វើគឺយើងចាប់ផ្ដើមដោត flash របស់យើងនៅក្នុងកុំព្យូទ័រអញ្ចឹងនេះគឺជា device ដែលយើងត្រូវយកធ្វើ flash boot ណាតែដោយសារខ្ញុំមិនទាន់បានដោត flash អញ្ចឹងខ្ញុំធ្វើការដោត flash ចូលសិនបាទបន្ទាប់ពីខ្ញុំធ្វើការដោត flash វានឹងចាប់ flash របស់យើងតែម្ដងនេះដែលមានទំហំ 8GB បាទបន្តមកទៀតគឺយើងត្រូវជ្រើសរើស file ISO របស់យើងនេះត្រង់នេះជាខ្ញុំចុចកន្លែង select នេះបាទ file របស់ខ្ញុំគឺខ្ញុំទុកនៅលើ desktop មួយនេះបាទបន្ទាប់មកខ្ញុំចុចចំទៅលើវាហើយយើងចុចពាក្យថា open បាទជំហានបន្តទៀតនៅត្រង់ចំណុចនេះគឺអ្នកនរគ្នាមិនបាច់ផ្លាស់ប្ដូរទេបាទបន្តមកទៀតនៅត្រង់កន្លែង partition scheme នេះអញ្ចឹងនៅត្រង់ចំណុចនេះគឺវាមានជម្រើស2ទី1 MBR ហើយទី2 GPT អ្នកនរគ្នាអាចចូលទៅមើលវីដេអូលម្អិតដែលខ្ញុំនិយាយតាក់ទងជាមួយនឹងប្រភេទ GPT ហើយនិង MBR បានដើម្បីឆែកមើលថាកុំព្យូទ័ររបស់យើងនឹងជាប្រភេទ HD MBR ឬក៏ GPT អត់មានអីពិបាកទេជាទូទៅយើងធ្វើ flash boot នេះចំពោះបើយើងយក flash នេះទៅ boot នឹងកុំព្យូទ័រចំនួនក្រោយៗចំនួនថ្មីក្រោយៗគឺជាទូទៅ HD របស់វា partition style របស់វាគឺ GPT ហើយចំពោះកុំព្យូទ័រចាស់មុនគឺ partition style របស់វាគឺជាប្រភេទ MBR អញ្ចឹងដើម្បី check មើលថាតើកុំព្យូទ័រដែលយើងនឹងត្រូវឈូសនឹងវាជា HD ជាប្រភេទ partition style របស់វានឹង MBR ឬក៏ GPT អត់មានអីពិបាកទេអ្នកទាំងអស់គ្នាចុចមកខាងស្ដាំមកចំប៊ូតុង start របស់យើងនេះបាទបន្ទាប់មកអ្នកទាំងអស់គ្នាជ្រើសរើសយកពាក្យថា disk management បាទបន្ទាប់មកទៀតអ្នកទាំងអស់គ្នាមើលនៅលើ hard disk កុំព្យូទ័ររបស់យើងនេះអានេះ hard disk នៅលើកុំព្យូទ័ររបស់ខ្ញុំអានេះ external ទេអានេះគឺ flash របស់ខ្ញុំអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំចឹងខ្ញុំចុចមកខាងស្ដាំចំកន្លែងនេះមកបន្ទាប់មកអ្នកទាំងអស់គ្នាយកពាក្យថា property បាទបន្ទាប់មកយើងចូលមកកាន់ volume បាទនៅត្រង់តាណា partition style អញ្ចឹងកុំព្យូទ័រដែលខ្ញុំកំពុងប្រើនេះគឺ HD របស់វាជាប្រភេទ GPT អញ្ចឹងយើងទៅឆែកអញ្ចឹងណាអញ្ចឹងបើយើងដឹងថាកុំព្យូទ័រដែលយើងនឹងត្រូវយកទៅតម្លើងថ្មី HD របស់វាជាប្រភេទ GPT អញ្ចឹងនៅត្រង់នេះយើងដាក់ GPT មកនៅត្រង់ចំណុចនេះគឺសម្រាប់គ្នាយើងអ្នកដែលរៀនឈូសដំបូងគឺសុពិចសុពិលជួនកាលយើងរើសជាប្រភេទ GPT តែកុំព្យូទ័រដែលយើងយកមកឈូសហ្នឹងកុំព្យូទ័រស៊េរីចាស់ដែល hardware របស់វាគ្រប់ត្រូវទៅដោយប្រភេទ MBRអញ្ចឹងនៅពេលដែលយើងឈូសទៅគឺវានឹងមានបញ្ហានេះលោតចេញមកអញ្ចឹងយើងអាចឈូសទៅមុខទៀតបានណាបាទបន្ទាប់ពីយើងជ្រើសរើសជាប្រភេទ GPT ហើយនៅត្រង់កន្លែងនេះបាទ volume label អញ្ចឹងយើងអាចដាក់ឈ្មោះ flash របស់យើងដែលយើងនឹងត្រូវធ្វើ flash boot អញ្ចឹងខ្ញុំដាក់ថា Windows 11ចង់ដាក់ក៏បានអត់ដាក់ក៏បានណាបាទបន្ទាប់មកទៀតគឺអស់ហើយប៉ុណ្ណឹងគឺអ្នកទាំងអស់គ្នាចុចពាក្យថា startបាទនៅត្រង់ចំណុចនេះរាល់ឯកសារទាំងអស់នៅក្នុង flash របស់យើងវានឹងធ្វើការ format ចោលតែម្ដងអូខេបាទបន្ទាប់មកនៅត្រង់ចំណុចនេះអ្នកទាំងអស់គ្នាត្រូវស្វែងយល់ដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវ tick ខាងលើនេះខាងលើនេះគឺគេដាក់ថា remove requirement for 4GB បូកជាមួយ RAM អញ្ចឹងនៅត្រង់កន្លែងនេះបើយើងអត់ tick វាទេកុំព្យូទ័រយើងដែលយើងយកមកតម្លើងវាមាន RAM តែ4អញ្ចឹងយើងអាចតម្លើង Windows 11បានទេ
Bộ tu tới Windows 11គឺវាទាមទារកុំព្យូទ័ររបស់យើង RAM 8អញ្ចឹងយើងដកនេះវាចេញមកអញ្ចឹង remove requirement សម្រាប់កុំព្យូទ័រដែលមាន RAM 4បាទបន្ទាប់មកកន្លែងនេះ remove requirement for online Microsoft អញ្ចឹងនៅពេលយើងទៅឡើងកុំព្យូទ័រថ្មីដល់កន្លែងមួយដែលវានឹងឲ្យយើងបញ្ចូល account Microsoft ទៅអាចទៅមុខបានអញ្ចឹងយើង take អាកន្លែងហ្នឹងដូចគ្នាបន្ទាប់មកទៀតត្រង់ចំណុចនេះគេដាក់ថា create a local account with username អញ្ចឹងដោយសារតែកុំព្យូទ័ររបស់ខ្ញុំនេះដែលខ្ញុំកំពុងប្រើប្រាស់យកមកធ្វើ flash boot នេះគឺ username របស់វាឈ្មោះនេះអញ្ចឹងបើយើង take វាមានន័យថាកុំព្យូទ័រដែលយើងទៅឡើងកុំព្យូទ័រថ្មីដែលយើងទៅឡើងហ្នឹងគឺវានឹងមានឈ្មោះដូចគ្នាអញ្ចឹងមិន take ទេត្រង់កន្លែងនេះ set regional option the same value as this user ចានេះក៏មិនបាច់ tick ដែរអានេះ disable data collection អញ្ចឹងយើង tick វាមកអានេះនៅពេលដែលយើងទៅឡើង Windows 11វានឹងដល់កន្លែងមួយដែលវានឹងសួរសំណួរយើងអញ្ចឹងយើងបើយើងខ្ជិលពេញយើង tick អានេះមកដើម្បីវា skip នៅ privacy question ហ្នឹងបន្ទាប់មកទៀតកន្លែងនេះយើង tick ដូចគ្នាដែរ disable BitLocker automatic device encryption ត្រង់ចំណុចនេះប្រសិនបើអ្នកទាំងអស់គ្នាអត់take វាទេអញ្ចឹងនៅពេលយើងតឡើង Windows នៅលើកុំព្យូទ័រថ្មីរបស់យើងវានឹងធ្វើចាក់សោទៅលើ drive C យើងអាច rename អត់អាចអីបានទេអញ្ចឹងយើង take វាមកនៅត្រង់កន្លែងនេះដូចគ្នាដែរនៅកុំឲ្យវាតឡើងclipboard ឬក៏ OneDrive ឬក៏ Outlook fast setup អញ្ចឹងវាធ្វើឲ្យការតឡើងរបស់យើងហ្នឹងវារៀងយូរណាបាទបន្ទាប់មកអស់ហ្នឹងឯងអ្នកនរគ្នាចុច OK បាទបន្ទាប់មកវានឹងសួរ warning យើងដែរចឹងវាដាក់ថា raw data នៅក្នុង flash របស់យើងនេះ flash របស់ខ្ញុំឈ្មោះថា digital dash នេះដែលមានទំហំ 8GB វានឹងធ្វើការ destroy ចឹង flash របស់យើងអត់មានអីទេព្រោះគម្រោងយើងយកមកធ្វើ flash boot ហើយចេញចុច OK បាទអញ្ចឹងវានឹងដំណើរការ flash boot របស់យើងអញ្ចឹងអ្នកទាំងអស់គ្នារងចាំរហូតដល់ដំណើរការហ្នឹងចប់បន្ទាប់មកអ្នកទាំងអស់គ្នាអាចចុច close បានឬក៏ ready អញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណេះបើសិនអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏បញ្ហាផ្សេងៗសំណួរផ្សេងៗអ្នកទាំងអស់គ្នាអាច comment សួរនៅក្រោមវីដេអូបានជួបគ្នានៅវីដេអូក្រោយ